តពីភាពមុនណាឆ្មាស្រីគាត់ភ័យខ្លាំងមែនតែនគាត់ឃើញកូនគាត់ទាំងពីរនឹងក្អួតផងរៀកផងហើយគាត់ក៏បានលើកទូរស័ព្ទខលទៅហៅឡានពេទ្យដើម្បីឲ្យឡានពេទ្យមកយកកូនគាត់ទៅមន្ទីរពេទ្យចឹងណាពេលឡានពេទ្យមកដល់គាត់ក៏បានលើកក្មេងៗទាំងពីរនឹងដាក់ចូលក្នុងឡានហើយក៏បើកចេញទៅហើយលោកគ្រូពេទ្យក៏ប្រាប់ថាខ្លាយព្យាបាលអស់ច្រើនណាស់តតតែនាងទៅរលុយឆ្មាស្រីគាត់ពិបាកចិត្តខ្លាំងមែនទែនគាត់ក៏បានទៅតកែរបស់គាត់គឺលោកខ្លាគាត់លឺបែបนั้นហើយគាត់ក៏បានធ្វើជាភ្ញាក់ឆ្អើរខ្លាំងមែនទែនតែពិតគាត់សប្បាយចិត្តសោះហើយគាត់ក៏បានរត់ទៅឡានរបស់គាត់នឹងដើម្បីបើកចេញទៅមន្ទីរពេទ្យទៅដល់មន្ទីរពេទ្យលោកខ្លាគាត់ក៏បានបង់ថ្លៃមន្ទីរពេទ្យឲ្យទៅនេះចឹងហើយគាត់ក៏បានសុំទោសឆ្មាស្រីខ្លាំងមែនទែនឲ្យឆ្មាស្រីលើកលែងទោសគាត់ផងហើយពួកគេក៏បានអោបគ្នាទៅហើយឆ្មាស្រីគាត់ក៏ឃើញកូនគាត់ដឹងខ្លួនហើយមានសុខភាពល្អវិញគាត់ក៏សប្បាយចិត្តខ្លាំងមែនទែនហើយពួកគេក៏បើកឡានចេញមកផ្ទះមកដល់ផ្ទះឆ្មាប្រុសហើយគាត់ដើម្បីថ្លែងម្ដងគុណគាត់ក៏បានជើញឆ្មាស្រីនឹងទៅញ៉ាំបាយជុំគ្នាតែយើងអត់ទាន់ចប់ទេណាដល់គ្នានៅមួយភាគទៀតណា